ថ្មីរហូតឡានតាក់ស៊ីស៊េរីទំនើបបំពាក់សុទ្ធតែស្លាកលេខខេមរៈភូមិន្ទតែពេលនេះដឹងការពិតហួសចិត្តនេះជាករណីថ្មីចេះដែលពិតជាគួរឲ្យហួសចិត្តខ្លាំងតែម្ដងបន្ទាប់ពីបានឃើញរូបភាពមួយសន្លឹកដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គមបង្ហាញរថយន្តតាក់ស៊ីស៊េរីទំនើបមួយគ្រឿងម៉ាកស៊ីណាបែរជាបំពាក់ស្លាកលេខដ៏មិនធម្មតាសុទ្ធតែខេមរៈភូមិន្ទដោយមិនខ្វល់ថានេះជាទង្វើបំពានល្មើសច្បាប់របស់កងកម្លាំងការពារជាតិនោះទេជាមួយរូបភាពនេះផងដែរមហាជនជាច្រើនក៏បានឆ្ងល់ថាតើឡានតាក់ស៊ីដ៏ទំនើបនេះប្រហែលជាមិនស្គាល់ច្បាប់ទម្លាប់ឬយ៉ាងណាហេតុអ្វីបានជាហ៊ានខ្លាំងម្ល៉េះដែលបំពាក់ស្លាកលេខខេមរៈភូមិន្ទរបស់កងកម្លាំងយកមករត់តាក់ស៊ីយ៉ាងរំភើយឬក៏អាងមានក្នុងបង្អែកអ្នកមានអំណាចអនុញ្ញាតឲ្យធ្វើបែបនេះដើម្បីអាចរត់ឈ្នួលប្រព្រឹត្តបទល្មើសណាមួយមិនឲ្យប៉ូលីសរំខានតាមផ្លូវហើយមើលទៅតែទន្ទឹមនឹងមហាជនផ្ទុះការរិះគន់និងក៏ដូចមានការយល់ច្រឡំចោទប្រកាន់ថាប្រកាសណាស់ជាមានមន្ត្រីមានអំណាចរូបណាម្នាក់ជាអ្នកផ្ដល់សិទ្ធិឲ្យទើបបានជាអ្នករត់តាក់ស៊ីស៊េរីទំនើបដែលរត់ឈ្នួលពីប៉ៃលិនព្រំភ្នំពេញហ៊ានបំពាក់ស្លាកលេខបែបនេះនៅពេលនេះថ្ងៃទី11ខែមីនាលោកស្រីបានស្រីមុំអភិបាលខេត្តប៉ៃលិនបានបញ្ចេញមុខមាត់ម្ចាស់ឡានតាក់ស៊ីនោះនិងភ្ជាប់ខ្លឹមសារយ៉ាងដូចនេះថាការយល់ដឹងអំពីច្បាប់ប្រើប្រាស់ស្លាកលេខរថយន្តកន្លងទៅអ៊ំពូបងប្អូនជាមន្ត្រីឬជាអ្នកបើកបររថយន្តបម្រើសេវាដឹកជញ្ជូនវិស័យឯកជនទូទាំងខេត្តមានការយល់ដឹងគោរពបានល្អហើយការគ្រប់គ្រងក៏មិនដែលឃើញមានប្រើប្រាស់ស្លាកលេខល្មើសបែបនេះនៅភូមិសាស្ត្រខេត្តឡើយលោកស្រីបានស្រីមុំក៏បានសម្ដែងការហួសចិត្តបែបនេះថាខ្ញុំពិតជាមានការភ្ញាក់ផ្អើលនិងសោកស្ដាយចំពោះទង្វើខុសច្បាប់របស់បងប្រុសអ្នករត់តាក់ស៊ីឈ្មោះមនរស់នៅភូមិផ្សារព្រំដោយសារបាត់ស្លាកឡានមួយថ្ងៃមិនអាចរង់ចាំធ្វើស្លាកលេខថ្មីខ្លាចបាត់បង់ប្រាក់ចំណូលទើបបង្ខំយកស្លាកលេខខមកចាប់រត់បណ្ដោះអាសន្នយប់មិញនេះសូមអ៊ំពូបងប្អូនដទៃទៀតកុំយកគំរូផ្ទុយពីច្បាប់បែបនេះមកអនុវត្តតាមព្រោះនេះជាទង្វើខុសច្បាប់ទាំងស្រុង។